យន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK82 ចំនួន7គ្រាប់កំទេចស្ពានជ័យជំនះលោកខេងរតនាលើកឡើងពីប្រវត្តិសាងសង់ឆ្នាំ1984លោកខេងរតនាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់បានចុះផ្សាយតាមបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនអំពីប្រវត្តិនិងហេតុការណ៍ទម្លាក់គ្រាប់បែកបំផ្លាញស្ពានជ័យជំនះដែលពលរដ្ឋខ្លះហៅថាស្ពានមេទឹកនៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដោយយន្តហោះចម្បាំងថៃកាលពីថ្ងៃទី13ខែធ្នូឆ្នាំ2025លោកខេងរតនាបានលើកឡើងថាបន្ទាប់ពីបានអានសៀវភៅស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រនៃការទម្លាក់គ្រាប់បែកលើស្ពាននេះក្នុងការឈ្លានពានពីសំណាក់យោធាសៀមលោកបានបញ្ជាក់ថាគ្រាប់បែកដែលប្រើប្រាស់គឺជាប្រភេទ MK82 ចំនួន7គ្រាប់ដែលមួយគ្រាប់មានទម្ងន់ប្រមាណ230គីឡូក្រាមហើយត្រូវបានយន្តហោះចម្បាំងទម្លាក់2ដងបើតាមឯកសារស្ពាននេះត្រូវបានកសាងដំបូងនៅឆ្នាំ1984ក្រោមការដឹកនាំផ្ទាល់របស់ប៉ុល ពត ហើយត្រូវបានដាក់ឈ្មោះថាស្ពានបដិញ្ញាឈ្នះនៅក្នុងការប្រយុទ្ធនារដូវប្រាំងឆ្នាំ1985កងទ័ពរដ្ឋាភិបាលប្រជាមានិតកម្ពុជាបានវាយដណ្ដើមយកជ័យជំនះនៅទីតាំងនេះហើយបានកសាងស្ពានដៃថ្មីដោយបដូរទៅជាស្ពានជ័យជំនះរហូតមកដល់សប្តាហ៍ថ្ងៃក្រោយមកស្ពានបេតុងនិងផ្លូវថ្មីតំបន់នេះត្រូវបានរាជរដ្ឋាភិបាលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ2020ដែលជាគម្រោងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលចិនលោកខេងរតនាសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្តីសង្ខេបរបស់ក្រមស្រាវជ្រាវដែលមានខ្លឹមសារថានៅក្រោមចរន្តទឹកហូរលើបំណែកបែកបាក់ដោយសារគ្រាប់បែករបស់ខ្មាំងស្ពានមេទឹកកំពុងឈរយ៉ាងស្ងៀមស្ងាត់ក្នុងនាមជាសាក្សីនេះសពវិនិត្តកម្មដែលមិនអាចបំភ្លេចបានការទម្លាក់គ្រាប់បែកកំទេចស្ពានពីសំណាក់ចៅសៀមឈ្លានពាននេះមិនត្រឹមតែជាការកាត់ផ្តាច់នៅរូបវន្តនៃផ្លូវសហគមន៍ប៉ុណ្ណោះទេប៉ុន្តែវាជាការកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្សនិងបំផ្លាញសេចក្តីសុខសាន្តនៃមាតុភូមិជាទីស្រឡាញ់របស់យើងលោកបន្ថែមថាបំណែកដែកនិងសសរស្ពានដែលបែកបាក់នោះមិនមែនគ្រាន់តែជាកំទេចឥដ្ឋបេតុងនោះទេប៉ុន្តែវាជាសាក្សីរស់នៃប្រវត្តិសាស្ត្រដ៏ឈឺចាប់និងជាស្នាមរបួសពីសង្គ្រាមឈ្លានពានដែលត្រូវទុកជាភស្តុតាងសម្រាប់រំលឹកដល់ការលះបង់និងបទពិសោធន៍ដ៏លំបាករបស់ជាតិព្រមទាំងជាមេរៀនដល់យុវជនជំនាន់ក្រោយឲ្យយល់ដឹងអំពីតម្លៃនៃសន្តិភាពគូបញ្ជាក់ថាការទម្លាក់គ្រាប់បែកនេះកើតឡើងនាព្រឹកថ្ងៃទី13ខែធ្នូដោយយន្តហោះចម្បាំងថៃបានទម្លាក់គ្រាប់បែកចំនួន2លើកមកលើស្ពានបណ្ដាលឲ្យខូចខាតទាំងស្រុងនិងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ5រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើឈ្លានពាននេះ